tia thằng ó chai chim buồn từ miền vùng bảy từ trong vĩnh hay nâng cả đạp tia chứng tia dương thằng ó bay đôi chiều hụt hiền chẳng tia bay đôi chiều hụt hiền mình được dương chẳng á mình được dương anh khoa lại na mỗi nơi không hụt hiền cài dương mình này và xin chị dương khoa đây một tháng khoa chơi một tháng mà tôi còn khoa y mới với asa hay có khục lại thằng ảnh trước đây kia đã chứ đây chị nơi không tọt đấy ưu họ để chị tia dương chẳngแต่យើងអត់អាចបាត់ឈុងមួយណាទេបើមិនយើងបាត់ឈុងមួយណាបានយើងនឹងមានបញ្ហានៅក្នុងឈុងនៃទិសនៃផ្ទះហ្នឹងហើយអញ្ចឹងធ្វើមិនយើងដឹងថាតើបាត់ឈុងមួយណាបែបមិនហើយថាបាត់អត់បាត់គឺយើងមើលផ្ទះយើងតើផ្ទះយើងនេះមានរៀងជាអក្សរអីជាអក្សរ L 4ឈុងត្រីកោណចតុកោណភ្នាយឬក៏រៀងដូចឃ្លោកក៏រៀងទូចធំទូចមុខទូចក្រោយធំមុខធំក្រោយឬក៏បែបមិនគឺអញ្ចឹងស្រួចឬក៏អីចឹងជាពិសេសគឺតែអក្សរ L និងអក្សរ W ឬក៏អក្សរ M គឺជាតែដែលមានបញ្ហាច្រើនជាងគេហើយនឹងអក្សរ U អក្សរ អុយចឹងណាហ្នឹងហើយហើយ W កាន់ចឹងតែដែលមានកលៈ3តង់ហ្នឹងអក្សរ M ឬអក្សរ W តែមានអក្សរ L បានហើយដែលអក្សរ L ស្អាចឹងណាហ្នឹងអក្សរ L គឺបែបហ្នឹងតែទាំងអស់ហ្នឹងគឺតែដែលមានបញ្ហាច្រើនជាងគេហើយបន្ទាប់ពីហុកហៀងផ្ទះយើងមកមើលថាតើផ្ទះយើងបាត់ជ្រុងមួយណាផុតជ្រុងមួយណាលើសជ្រុងមួយណាហើយមានមួយទៀតយើងមើលថាតើផ្ទះយើងទ្វារចេញចូលនៃផ្ទះយើងគឺនៅខាងណាហើយក្រាស់ឡានផ្ទះយើងចូលខាងណាចដាយើងឡើងមកចូលខាងណាដៃខាងណាអញ្ចឹងហ្នឹងគឺសុទ្ធតែយើងអាច check រកឃើញបានថាផ្ទះយើងមានបញ្ហាខ្លះល្អឬក៏អត់ល្អជាទូទៅផ្ទះបងប្អូនត្រូវតែមើលថាផ្ទះតបាត់ជ្រុងគឺអត់ល្អហើយអញ្ចឹងណាតែបើសិនជាលើសបានន័យថាមិនផតបានលើសបន្តិចឧទាហរណ៍ដូចទូរស័ព្ទអញ្ចឹងតែអក្សរ L នេះគេហៅបាត់តែមិនតិចទេនេះបាត់មិនតិចប៉ុណ្នេះអាហ្នឹងក៏នៅតែមានបញ្ហាតែនឹងហៅបាត់មិនតិចតែបើសិនជាបាត់1/3នៃផ្ទះឬក៏បាត់ពាក់កណ្ដាលនៃផ្ទះមកនេះហៅបាត់នៅត្រឹមចំណុចប៉ុណ្នេះមកអានេះយើងហៅអក្សរ L ខ្លាំងបានន័យថាអាហ្នឹងគឺមានរឿងច្រើនណាអញ្ចឹងមានបញ្ហាច្រើនដែលយើងត្រូវគិតត្រូវមើលណាគុណសិស្សចូលមកច្រើនណាឥឡូវនៅឃើញនិយាយបន្តពីការពីទឹកមុនហើយអធិស្ឋានហ្នឹងការថ្ងៃមុនអត់បានឡាយណាជាប់វល់ការងារផងអញ្ចឹងយើងនិយាយអំពីទឹកមុនណាគ្រូបានបង្ហាញហើយទៅខាងជើងទៅខាងត្បូងទៅខាងកែទៅខាងកើតនិងទៅខាងលិចឥឡូវយើងចូលមកទៅខាងណាហើយបងប្អូនណាខមមិនសំណួរចម្លើយបានចាំអ្នកគ្រូឆ្លើយអញ្ចឹងទៅខាងឥឡូវយើងនិយាយពីទៅខាងពីរខាងលើសិនណាទៅខាងលើពីរអត់ទៅក្រោយយើងនិយាយទៅខាងក្រោមពីរអញ្ចឹងទៅខាងលើពីរមានទៅខាងត្បូងឈិងកើតជាមួយនឹងខាងត្បូងឈិងលិចយើងបងប្អូនត្រូវដឹងថាផ្ទះទាំងអស់ចែកជា8ទិសហ្នឹងនៅកណ្ដាលហ្នឹងមានមួយទិសហៅ9ទិសអញ្ចឹងផ្ទះ8ទិសនេះវាមានភេទមានផ្ទះមានមនុស្សស្រីមនុស្សប្រុសមានអាយុប៉ុន្មានក្មេងក៏ចាស់អីចឹងហ្នឹងណាមានអាយុមានអីចឹងហ្នឹងយើងវាក់ទៅក្រោយទៀតអ្នកគ្រូនឹងបង្ហាញតែឥឡូវយើងគ្រាន់តែដឹងពីគោលសិនអញ្ចឹងទិសខាងត្បូងឈិងខាងកើតទិសខាងត្បូងឈិងខាងកើតគឺទិសហ្នឹងបើយើងហត់សัตว์មានសាច់មួយសាច់និងរោងអញ្ចឹងណាតែបើទិសខាងត្បូងឈិងខាងលិចមានមួយម៉ែហើយនឹងវោកអញ្ចឹងបើសិនជាផ្ទះបងប្អូនបាយមុខទៅជើងឈិងកើតគឺបានន័យថាផ្ទះយើងឆ្នាំមួយម៉ែនឹងវោកតែបើផ្ទះយើងបាយមុខទៅជើងឈិងលិចបានន័យផ្ទះយើងនឹងឆ្នាំរោងនិងមួយសាច់ផ្ទះមានឆ្នាំដូចមនុស្សយើងអញ្ចឹងណាមនុស្សយើងមានឆ្នាំផ្ទះយើងក៏មានឆ្នាំអញ្ចឹងផ្ទះមានឆ្នាំមានអាយុមានចរិតអីដូចមនុស្សយើងឧទាហរណ៍ថាផ្ទះបងប្អូនសង់នៅថ្ងៃណាខែណាឆ្នាំណាយើងវាយចូលក្នុងតារាងនេះមកយើងអានពីដំណើរជីវិតផុសផ្ទះយើងបានមិនតែយើងមានអត្តចរិតមនុស្សមានអត្តចរិតក៏ផ្ទះមានអត្តចរិតដូចគ្នាអញ្ចឹងផ្ទះនឹងមានរឿងអីខាតឡើងផ្ទះនឹងចេះខឹងចេះងើចេះចាយលុយចេះរកលុយអីមាននៅក្នុងនឹងផ្ទះជាប់បំណុលផ្ទះជាប់ជំងឺផ្ទះជាប់អីគឺយើងយកផ្ទះយកមកវាយតារាងអញ្ចឹងមកចេញចរិតផ្ទះដូចគ្នាមួយមនុស្សយើងចឹងអញ្ចឹងមនុស្សយើងវាយចេញតារាងមកដូចគ្នាដែរអញ្ចឹងហ្នឹងដើម្បីជាគ្រឹះអីស្ថានភាពគ្រូចេះយើងទៅវាយទៅអីវាយថ្ងៃខែផ្ទះទៅអីវាយដើម្បីរកឃើញថាផ្ទះយើងគឺជាផ្ទះអត្តចរិតបែបម៉េចអញ្ចឹងណាផ្ទះខ្លះគេថាផ្ទះហ្នឹងចាស់លុយច្រើនណាផ្ទះហ្នឹងផ្ទះអ្នកមានតមុខឯងតែអត់មានលុយតែផ្ទះហ្នឹងចូលមកចំហើនកូនចៅកតញ្ញូរៀនបកាអីចឹងមានតាមនឹងទាំងអស់ផ្ទះដូចមនុស្សយើងចឹងណាអញ្ចឹងឥឡូវយើងមកដឹងត្រឡប់ថយក្រោយវិញដឹងថាផ្ទះទិសខាងត្បូងឈិងកើតតំណាងឲ្យគេហើយសម្គាល់ឲ្យគេទិសផ្ទះខាងត្បូងឈិងកើតនៅខាងនេះយើងគិតថានេះត្បូងឈិងកើតនៅខាងនេះត្បូងឈិងលិចឥឡូវយើងនិយាយត្បូងឈិងកើតសិនណាបើសិនជាផ្ទះយើងបាត់ទិសត្បូងឈិងកើតណាបានន័យថានៅក្នុងផ្ទះបងប្អូនអត់មានសព្វនភាពតំណងទូលំទូលាយទេឧទាហរណ៍ថា
dương trên tay khang khéo sừng cung từ từ rồi có tay nào mà này chứ á dương trong miền tây nè tây nông là o dương thưa ấy miền cái chập ở rõm cho chất chớn và sân để tẹo bông ổn ở miền từ khẳng bông chiên cá đó bật mà trống á của tèo thà anh ấy từ khẳng bông chiên cá cái lại nè bông chiên cá sẽ dương bật ở trống đó ạ chân bàn này thàแต่ยังมีสปอนเซอร์ตลงตลีจึงไปยังจังจะแขวยังถือไอ้ยาใส่เมกาคอมโตรrelationship แต่เนี่ยตนองไอ้ยังเวียใส่กันรู้นะบันในท่าแบบนั้นจีบใส่คือยังมีโกนใส่ยังเด็กมุกกอดใส่สวยเชิญมุกยังกำมืออันนี้จังใส่อย่างเงี้ยมั้งอันนั้นแต่บงชิงกาดให้บงชิงกาดต้องไปยังเหยียบปีจงงือว่าสันเจ็บบัดไปเนี้ยมันในยังชื่อแต่ตรงนั้นคือขนมพยืนแต่ตรงได้จีบประมัดทลามปปอนแต่ใส่ชิมแต่ใส่แต่ทรงแต่ใส่ได้แต่ใส่เชิงไอ้นั่นแต่ใส่แต่ซาดไอ้เด็กยังสปักได้สปักเชิงแต่ซาสปักอะมีอารมณ์สปักได้สปักเชิงให้แต่ตรงหนึ่งคลามประมัดแต่ใส่สะยังชูสะซาชูสะไอ้นั่นคือเด็กเนี่ยให้ไม่ได้แต่ตรงหนึ่งปปอนแต่หามนะให้อาซาปลาทรายอาซาชิกบ้าอาซาบนหมกอันนั้นตึกขังตะบงชิงขาดแต่เบอร์ตะบงชิงเหล็กเป็นคือแต่ตอนนั้นกับแปะปกเวียนเด็กยังมีปัญหาถึงอันเลี้ยลมเปงมีโขกขนมปมัดโขกขนมกับแปะชื่อกับแปะชื่อปูอาซาชื่อปูชื่อกับแปะบอมออนแต่เมื่อตึกตะบงชิงขังเหล็กตะบงชิงเหล็กยัดตึกปะเปนั่นไงแทเมื่อเมียนทำโปรละไปจะมีนอดมินซาเชียบัดชงอดเพราะฉะนั้นจะบัดตะบงชิงเล็กคือการยังปีกับแปะปกเวียนจึงมีปัญหาในการซาชื่อกับแปะชื่อปกเวียนนั่นนะมีแต่ลมเปย์มีขู่ขนมลมเปย์มีขู่ขนมประมัดไอ้ต่างอันนึงแต่ตรงนั้นให้ก็แต่ตรงนึงทวีมีโดยគ្នាได้ให้มีแต่ตรงมันจ้ะมันรู้ใส่จ้ะให้ก็แต่ตรงนมสัตว์นมกี้ก็มีในใต้วิติกะให้มีแต่ตรงนึงกาอันลุโกนโดยยังตรงงนโกนอัดมีโกนกงอัดจอบโกนขวามีโกนบะมีโกนนั่นยังแต่มือตะบงชิงไหลคือแบบนั้นน่ะตะบงชิงไหลchứ này còn vậy tะบงชิงเล็กตะบงชิงกาดจอบนี้นะยังvậy màตะบงชิงกาดไว้บานในฮะตะบงชิงกาดแต่ตรงจมูกนั่งประมาทโดยนักชื่อดักกัดทองกัดประมาทนะที่เราทองประมาทที่ก็มีขู่ขนมประมาทมีโมมีไอ้ในขนมประมาทอันนั้นคือยังมือตะบงชิงกาดมีนจะเงยนั่งไงไม่ได้แตะตรงกับปอนแต่ไซได้แต่ไซเจิงแต่ไซแต่ทรงกับปอนแต่ไซแต่แซดเยี่ยมปีได้ยังปะดังจังนั้นได้หลังนี้ก็ได้สปักอาซาดิ้งกลิ้งได้ยังสปักโดยสมัครคำหรือก็สปักดังได้ดังไอ้อันนั้นมาในไทยยังบัดบงชิงกาดคือจังนะให้ก็แตะตรงนึงกับปอนโดยคล้ามคือสำคัญจริงเกย์บัดซึ่งจีบางคนมีนตึกขังตัวบงชิงกาดละอ๋อมีนจะเงยคล้ามให้ได้เบอร์ตึกขังตะบงเชียงเล็กคือสำคัญยังเกคือจะเงยลมเปงตะบงเชียงกัดคล้ำจมูกนั่งประมาทตึกขังสลัมลมเปงอันนั้นให้จมูกนั่งอัดมินโกนจังหนักคลาเคยหนักคลาเหยียบกายยุ่งมินโกนอันนั้นไปยังใหญ่ปีหงซื้อยังแต่มือตึงนั่งจังตึงนั่งวิบัติใหม่บันในไทยยังแต่ปนัดเมื่อแต่ยังบัดชงนั่งอัดหรือกับตุกเกยยังบัดชงนั่งอัดจังบัดชงมันในไทยใหม่บัดชงมันในไทยประหยัดมินสักแต่ในกระไรนั้นหรือก็กลายตึกนั่งมุ้ยคลายเจกลายดับปะกุ้นปะตุกตักหรือก็กลายยึดดับวันในเงี้ยใหญ่สดบเงี้ยใหญ่หรือก็ยึดดับกโนสมัยหรือก็ในข้างแขวแต่ยืนในข้างแขวแต่บ่มอ้นจัดบ่มอ้นมือมีนกลายนึกจีปุ่นนุกจียึดดับชีดับระบบสมัยกโนไอ้โอยทมคลันนั่นนะหรือก็ในแขวแต่ยืนในข้างสลัมไตบันในตะบงชิงเล็กหรือก็ตะบงชิงคัดแสบจีกลายกโนกิจัดสมัยหรือก็กลายนั้นกลายตกหลอกตกบังโอยลูโอยบะโฮในหนังจีจันทรายอันนั้นมันนึกมาจากแต่ใดในขนมแต่นั้นไปโชว์จึงการเราหดเราจึงหาหิบาคือแบบนั้นอันนั้นยังมือทัดตาแต่นั้นมีจึงหาหิอดคือยังมือแบบนั้นมือทันในข้างเขาแต่มีนปปอนทำโปละไปจะมีอดมีนซาชีอดให้เวียนการล้างเนื้อไปนะยังมือดังมือตามแต่เยอะให้มือตามจำนวนมนุษย์นั่งอายุในขนมแต่จิตตู้เต้บางคนถัดดังทาแต่หรือก็ตึกตะบงเชียงกาดให้หนึ่งตึกตะบงเชียงเล็กนั่นคือเราตะลืมมันใส่จังเกตะบงเชียงกาดก็มันใส่ตะบงเชียงเล็กก็มันใส่ก่อนท่าตะบงเชียงเล็กมันใส่ช
ចាស់យើងចាស់ជាងគេដែលយើងម៉ាក់គេយាយគេហ្នឹងគឺនៅត្បូងឈិងលិចហើយតែត្បូងឈិងកាតគឺមនុស្សស្រីវ័យកដាលបើលែបន្ទាប់ពីចាស់ឧទាហរណ៍ថាខ្ញុំអញ្ចឹងចាស់ជាងគេនៅក្នុងផ្ទះអាហ្នឹងគឺពេលដែលទិសត្បូងឈិងលិចមានបញ្ហាអីប៉ះពាល់គឺខ្ញុំអ្នកប៉ះពាល់ប៉ុន្តែបើសិនជានៅក្នុងផ្ទះខ្ញុំមានមនុស្សក្មេងជាងខ្ញុំចឹងគឺនៅទិសខាងត្បូងឈិងកាតមានបញ្ហាអីគឺប៉ះពាល់មនុស្សស្រីដែលក្មេងជាងខ្ញុំចុះសំណួរសួរថាណាក៏បើនៅក្នុងផ្ទះមានស្រីតែយើងម្នាក់យើងប្រមូលទាំងអស់ហ្នឹងហើយលើយើងទាំងអស់នេះអញ្ចឹងណាអញ្ចឹងត្បូងឈិងកាតត្បូងឈិងលិចសុទ្ធតែប៉ះពាល់មនុស្សស្រីអញ្ចឹងយើងបណ្ឌិតវិញថាបើនៅក្នុងផ្ទះយើងសេពសម្ព័ន្ធភាពយើងជាមួយនឹងកូនអត់ល្អម៉ាក់និងកូននិយាយគ្នាអត់ស្ដាប់ឬក៏យើងហ្នឹងអត់មានអំណាចនៅក្នុងគ្រួសារយើងនិយាយប្តីក៏គេមិនស្ដាប់និយាយកូនក៏គេមិនស្ដាប់និយាយអីក៏មានណាយកចិត្តទុកដាក់ទេសូម្បីនៅក្នុងផ្ទះឬក្រៅផ្ទះអញ្ចឹងណាដូចនិយាយឲ្យខ្យល់ស្ដាប់អញ្ចឹងអានេះបងប្អូនទៅពិនិត្យវិញថាតើទិសត្បូងឈិងលិចនិងទិសត្បូងឈិងកាតយើងមានសាឈីអត់សាឈីសំដៅទៅលើបកុនបន្ទប់ទឹកឬក៏បាត់ឆុងឬក៏ផតឬក៏អីចឹងឬក៏មានដើមឈើមានបកោភ្លើងមានជ្រុងបុតមុខម៉ាវមានលូប្រព័ន្ធលូទឹកស្អុយមានអីចឹងណាអាហ្នឹងគឺវាហ្នឹងគេហៅសាឈីទាំងអស់ហើយគឺបែបហ្នឹងហ្នឹងគឺវាតាក់តងហើយចុះសួរថាវិធីការធ្វើមិនអាគ្រូវិធីការបើសិនជានៅទីកន្លែងហ្នឹងត្បូងឈិងកាតត្បូងឈិងលិចហ្នឹងស្រួលកែបន្តិចបើសិនជានៅកន្លែងហ្នឹងជាបន្ទប់ទឹកបងប្អូនព្យាយាមបិទទ្វារបន្ទប់ទឹកបកុនណាគ្លីនឲ្យស្អាតហើយបិទចេញបិទចូលបិទតែបើសិននៅក្នុងបន្ទប់គេងយើងស្រាប់តែមានបកុនយើងគេងទៅយើងបាក់ភ្នែកថ្ងៃនេះអ្នកគ្រូទៅរៀបផ្ទះមួយណាគឺផ្ទះគាត់នៅទិសហ្នឹងគឺមានបកុនហើយបកុននៅ mode design ថ្មីគេធ្វើបន្ទប់គេងគេអត់ដាក់ទ្វារទេគឺបន្ទប់គេងយើងគេងនៅអញ្ចឹងហើយបកុនបន្ទប់ទឹកហ្នឹងយើងដេកទៅមើលថាឃើញបកុនហ្នឹងដូចយើងដេកនៅក្នុងបកុនជាមួយគ្នាអញ្ចឹងគឺបកុនមកមិនបន្ទប់ទឹកបន្ទប់ទឹកបកុនហ្នឹងមួយគ្នាហើយតែបកុនហ្នឹងគឺនៅមួយបន្ទប់ដេកយើងគឺមើលទៅឃើញបកុនអត់មានទ្វារបិទបាំងអាហ្នឹងសិតតែហុងស៊ុយខុសណាហើយអាហ្នឹងឯងដែលធ្វើឲ្យយើងមានជំងឺតាក់ទងនឹងប្រព័ន្ធនៅក្នុងស្បូនដែលធ្វើឲ្យយើងក្រមានកូនឬក៏យើងអាចមានកូនបានមួយទៀតតាក់ទងនឹងដុំសាច់ដុំគីហើយបើសិននៅចំទិសមួយណាគឺមានបញ្ហាទិសមួយហ្នឹងហើយក៏តាក់ទងនឹងតំណែងផុតក្បត់ដូចគ្នាបើសិនជានៅទិសខាងត្បូងឈិងលិចផងបងប្អូនណាមានប្រគុណមានបន្ទប់ទឹកប្តីប្រពន្ធងាយផុតក្បត់គេនឹងលួចក្បត់យើងពីក្រោយខ្នងតែយើងអត់ដឹងទេតម្រាំយើងដឹងគេមានកូនអស់ហ្មងបាត់អាហ្នឹងត្បូងឈិងលិចនៅត្បូងឈិងលិចគេក្បត់យើងអត់ដឹងទេអត់ងាយដឹងទេបើសិនជានៅត្បូងឈិងលិចមានបញ្ហាដោយសារអីបានយើងអត់ងាយដឹងដោយសារបើសិនជាមានសាឈីឬបកុននៅត្បូងឈិងលិចយើងអត់ដឹងដោយសារយើងអត់មានអំណាចក្នុងការនិយាយដែលយើងនិយាយទៅបន្តិចគេឆ្លោះគេខឹងអីចឹងតាមួយកូនមួយប្តីមួយអីចឹងជាពិសេសគឺមនុស្សស្រីតាក់ទងសំខាន់ជាងគេគឺមនុស្សស្រីមនុស្សផងប៉ះពាល់តែតិចជាងមនុស្សស្រីត្បូងឈិងលិចនិងត្បូងឈិងកើតហ្នឹងណាបានន័យថាអញ្ចឹងទើបបានវាធ្វើឲ្យយើងអត់អាចដឹងគ្រាន់ដឹងបានន័យអញ្ចឹងណាតែបើសិនជានៅទិសផ្សេងយើងអាចដឹងលឿនឧទាហរណ៍ថានៅទិសខាងលិចឬក៏ទិសខាងកើតអានឹងបើប្តីប្រពន្ធក្បត់គ្នាឬក៏មានរឿងអីមួយយើងឆាប់ដឹងអានោះវាដូចមានអីមួយយ៉ាងធ្វើឲ្យយើងឆាប់ដឹងលឿនជាងឆាប់ចាប់បានគឺបែបហ្នឹងណានេះយើងនិយាយបើបញ្ហាជំងឺក៏ចឹងដែរជំងឺបើនៅទិសខាងត្បូងឈិងកើតនិងត្បូងឈិងលិចបើយើងកើតយើងឈឺយើងងាយដឹងមុនទេព្រោះអានោះវាដូចនៅសង្ងំនៅក្នុងខ្លួនយើងយ៉ាងដូចរបៀបគ្រោះនៅក្នុងប្រមាត់គ្រោះក្នុងលំពេងអីចឹងរបៀបអញ្ចឹងខ្លាញ់ហុំថ្លើមអីហ្នឹងអាហ្នឹងគឺសិតនៅក្នុងទិសតាំងពីហ្នឹងហើយអញ្ចឹងវាជាជំងឺដែលស្ងប់ស្ងាត់តែយើងអត់អាចដឹងបានណាវាយូរបានយើងដឹងដោយសារអីធាតុដីគឺជំងឺធាតុដីយឺទៅហើយយូរអាហ្នឹងទិសត្បូងឈិងលិចធាតុដីដល់ពេលត្បូងឈិងកើតគឺធាតុឈើអញ្ចឹងធាតុឈើវាលូតលាស់វាដុះលូតលាស់ជារៀងរាល់ថ្ងៃបើសិនជាវាមានអំណោយផលលូតលាស់លឿនអញ្ចឹងมันជំងឺដែលយើងឃើញឈឺលឿនណាឈឺកាចគឺបែបហ្នឹងអញ្ចឹងឥឡូវនេះទិសត្បូងឈិងកើតនិងត្បូងឈិងលិចណាតោះណាអញ្ចឹងវិធីការបើជាបន្ទប់ទឹកយើងងាយតែយើងបិទទ្វារគ្លីនឲ្យស្អាតបិទទ្វារបន្ទប់ទឹកចេញចូលហើយបើបន្ទប់គេងយើងធ្វើមានប្រគុណមានបន្ទប់ទឹកអីនោះបិទទ្វារចិត្តទៅកុំបើកអាហ្នឹងវាអត់អីទេវាអាចធូរថយប៉ុន្តែបើសិនជាយើងធ្វើអា design ដេកមកមើលឃើញប្រគុណជាស្រ័យទៅគេមកបងនិយាយប្រគុណប៉ះពាល់ហ្នឹងហើយអញ្ចឹងយើងបិទទៅហើយជាងមកធ្វើបិទឲ្យចិត្តឲ្យរឿងថ្ងៃល្អធ្វើទៅបានណាហ្នឹងវានឹងជួយដោះស្រាយរឿងបានច្រើន